ធ្វើទៅគ្រឿងហូបសម្រាប់បាយថ្ងៃធំតោះមកមើលពីរបៀបធ្វើសាមញ្ញៗផងខ្ញុំទាំងអស់គ្នាជារួមគឺខ្ញុំអត់ធ្វើអីក្បួនខ្នាតទេគឺខ្ញុំធ្វើតាមបែបដែលខ្ញុំធ្លាប់ធ្វើគ្រប់ដងខ្ញុំដាក់អក្សរនៅបងប្អូនចង់ធ្វើតាមនេះអាចមើលធ្វើតាមអ្វីដែលខ្ញុំសរសេរដាក់ហ្នឹងក៏បាននិយាយទៅបើតកួននេះវិញទៅដាំថាដូចជាខ្ទង់20ថ្ងៃដូចដុះអត់ក៏អត់សូវល្អដែរតកួនដាំលើកនេះដុះអត់សូវល្អតែក្តាច់យកទៅធ្វើលក់ដោយសារចូលចិត្តតកួនហើយនេះកូនស្លាតទៅដាំឆ្លៀតពេលដែលយើងដាក់ស្ងោរបន្លែហើយក៏ដូចជាស្ងោរត្រីអញ្ចឹងយើងមកចិតបន្លែដែលយើងធ្វើលក់ឆៅមានតសក់មានទ្រាប់មានពពីមានអីស្ពៃអីចឹងយើងរៀបដាក់នៅលើថាសមួយសម្រាប់ដែលយើងហូបឆៅអញ្ចឹងទៅហើយអត់មានស្រោមដៃទេដូចថាដៃលាងស្អាតហើយនិយាយរួមទៅគឺលក្ខណៈបែបញ៉ាំគ្រួសារអញ្ចឹងគឺទូទៅផងខ្ញុំគឺធ្វើអញ្ចឹងហើយត្រីក៏បានស្ងោរឆ្អិនហើយចាប់ផ្ដើមស្រង់បេះសាច់បេះអីចឹងណាតែគ្រឿងក៏បានធ្វើរួចរាល់ហើយដែរហើយក៏ងើបភ្លើងសក៏ដាក់អាំងសាច់ជ្រូកទៅយើងបានមកហូបពីមុខហើយតែគ្រឿងនេះគឺខ្ញុំបញ្ជាក់ខ្ញុំអត់មានបានធ្វើតាមក្បួនខ្នាតណាទេគឺខ្ញុំចេះតែធ្វើទៅទេដោយសារថាខ្ញុំយកក្បួនពីម៉ែខ្ញុំដូចថាម៉ែគាត់ធ្វើប៉ុន្តែគាត់អត់មានលីងម្ទេសលីងខ្ទឹមលីងអីទេប៉ុន្តែខ្ញុំយកមកលីងយកមកអីរបៀបថាយើងយកមកបុកយើងយកមករបៀបច្នៃតាមបែបយើងអញ្ចឹងណាដោយសារយើងឃើញវីដេអូគេធ្វើម្ហូបធ្វើអីយើងចេះលួចពីនេះបន្តិចនោះបន្តិចយើងយកមកបែកកណិតខ្លួនយើងចេះធ្វើបានហូបទៅហើយប៉ុន្តែឆ្ងាញ់និយាយរួមទៅគឺឆ្ងាញ់រសជាតិអីដូចម៉ែធ្វើហើយមានអារម្មណ៍ថាជក់មាត់ហើយបន្លែមិននិយាយរួមទៅបន្លែតាមបតងក៏អត់សោះដែរហើយអើយតែគ្រឿងនេះឆ្ងាញ់ណាស់